ចេញទៅផ្ទះជាមួយបងចង់ធ្វើអ្វីចេញអូនគេបងប្រុសអ្នកមែនទេបងប្រុសសួស្ដីអូនប្រាប់គេអ្វីដែលឯងត្រូវដឹងខ្ញុំជាប្តីស្របច្បាប់របស់នាងទៅផ្ទះវិញខ្ញុំមិនទៅទេនេះអូនចង់យ៉ាងម៉េចមានរឿងអីយើងអាចនិយាយគ្នាបានតើខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយលោកទេទៅរកប្អូនស្រីល្អលោកទៅអូនប្រច័ណ្ឌបងគ្មានតតែសោះចិត្តដល់ម៉ោងញ៉ាំបាយហើយអូនទៅទេអត់ទេអរគុណបើចឹងបងនឹងកាមុងមកញ៉ាំជាមួយគ្នាខ្ញុំគិតថាលោកកុំចំណាយពេលឥតប្រយោជន៍ជាមួយខ្ញុំទៀតអីយកពេលទៅរកប្អូនស្រីក្រៅសាច់ឈាមទៅពិន្ទុពកមួយធ្វើបែបនេះមានពិន្ទុទៀតវ៉ាសង្ហាណាស់នាងមកហើយដល់ពេលញ៉ាំបាយហើយលោកមកដល់យូរហើយទើបមកដល់ទេអ្នកទាំងអស់គ្នាញ៉ាំអ្វីខ្ញុំជាអ្នកចេញលុយវ៉ាល្អណាស់នេះលោកចង់ធ្វើអ្វីលោកជាអ្នកមានមែនទេឬលោកគិតអ្វីលើខ្ញុំតាមពិតទៅខ្ញុំពិតជាហេបានហើយកុំគិតលើសពីមិត្តឲ្យសោះត្រូវហើយនាងជាមិត្តខ្ញុំបែបនេះទើបត្រូវចាំខ្ញុំណែនាំលោកពេលនេះយើងអាចទិញអាហារបានតាមក្រុមអស់ឲ្យតិចទៀតផងដោយគ្រាន់តែចូលត្រង់នេះហើយរើសយកអាហារដែលចង់ញ៉ាំបានហើយយល់ទេខ្ញុំខំបួលហើយមិនញ៉ាំទេតែជាមួយគេវិញទៅបាទម្ចាស់ហាងស្ងាត់ម្លេះសួស្ដីអ្នកនាងខ្ញុំបានកក់ហាងនេះរួចហើយនេះបានសំឡេងនេះដូចធ្លាប់ស្គាល់ខ្ញុំមើលរួចហើយឆុងឆាមិនក៏នៅទីនេះនេះជាហាងរបស់ខ្ញុំពិតមែននាងមិនជឿខ្ញុំនេះមានរឿងច្រើនណាស់ដែលខ្ញុំមិនដឹងពីម្ចាស់រាងកាយនេះបើចឹងបងលោកត្រូវទៅជាមួយខ្ញុំញ៉ាំរបស់នេះទៅឆ្ងាញ់ណាស់ឆ្ងាញ់មែនមិនចូលទៅទេពួកឯងឃើញទេគេទាំងពីរអ្នកសុំគ្នាណាស់ផ្អែមល្ហែមទៀតផងលោកប្រធានមិនញ៉ាំទេលេបមិនចូលឲ្យលឿនទៅនៅមានការងារច្រើនទៀតយើងចាំឯងក្នុងអូហ្វីស